ต้องยำបង្គាជាមួយផ្សិតរូបមន្តខ្ញុំផ្ទាល់តែម្ដងសម្រាប់បងប្អូនណាដែលគាត់អត់ទាន់ចេះធ្វើឬមួយក៏មានរូបមន្តអីផ្សេងចង់ធ្វើតាមបែបខ្ញុំគឺអាចមើលវីដេអូនេះពីដើមដល់ចប់គ្រឿងផ្សំអត់មានអីច្រើនទេគឺមានដូចជានៅក្នុងវីដេអូនេះបងប្អូនមើលពីដើមដល់ចប់បានឃើញលម្អិតដោយសារតែខ្ញុំអត់បានដាក់នៅដើមវីដេអូផ្សិតខ្ញុំទិញចំនួន2ដុំនេះដូចនៅក្នុងវីដេអូគឺដោយសារតែខ្ញុំចូលចិត្តហើយកូនប្រុសខ្ញុំក៏គាត់ចូលចិត្តដូចគ្នាអញ្ចឹងខ្ញុំដាក់ផ្សិតរៀងច្រើនពេញប៉ោះបន្លែគឺយើងអាចដាក់បានតាមចំណង់ចំណូលចិត្តបើសិនជាបងប្អូនចូលចិត្តពេញប៉ោះឬមួយអីផ្សេងក៏អាចដាក់បានដូចគ្នាសម្រាប់ផ្សិតនេះគឺខ្ញុំយកមកកាត់កតុយវាចោលហើយអីអស់ទៅខ្ញុំយកទៅលាងតាមក្រោយខ្ទឹមបារាំងខ្ញុំដាក់ចំនួន1ហើយរំដេងខ្ញុំដាក់ចំនួនប៉ុណ្ណនេះដូចនៅក្នុងវីដេអូនឹងអញ្ចឹងបងប្អូនប្រហែលជា5-6ចំណិតស្លឹកគ្រៃនិងស្លឹកក្រូចខ្ញុំហាន់វាជាបច្ឆាបងប្អូនអាចដំវាក៏បានដូចគ្នាសម្រាប់ការធ្វើតុងយ៉ាំនេះយើងអាចធ្វើគ្រឿងតុងយ៉ាំដោយខ្លួនឯងក៏បានឬមួយក៏បងប្អូនអាចទិញដុំតុងយ៉ាំស្រាប់ក៏បានលើកនេះគឺខ្ញុំអត់បានធ្វើដុំតុងធ្វើគ្រឿងតុងយ៉ាំខ្លួនឯងទេគឺខ្ញុំទិញស្រាប់ចាប់ផ្ដើមដាំទឹកគឺខ្ញុំដាក់បងនៅស្លឹកគ្រៃស្លឹកក្រូចដែលមិនបានហាន់អំបញ្ញមិញនេះយើងយកវាទៅលាងទឹកឲ្យស្អាតហើយដាំទឹកយើងដាក់ពេលទឹកពុះក៏បានឬមួយក៏ពេលមុននឹងក៏បានដែរជាទូទៅខ្ញុំតែងតែដាក់មុនទឹកពុះដើម្បីឲ្យវាចេញជាតិឈ្ងុយពីស្លឹកក្រូចរំដេងក៏ដូចជាស្លឹកគ្រៃយើងឲ្យបានឈ្ងុយកាន់តែខ្លាំងដាក់ដាំទឹកចោលហើយក៏ឆ្លៀតមកចិត្តបន្លែបន្តទៀតដូចជាខ្ទឹមបារាំងបកសបកវាចេញហើយខ្ញុំចិត្តវាបច្ឆាដូចនៅក្នុងវីដេអូនេះបងប្អូនអាចដាក់តាមចំណង់ចំណូលចិត្តសម្រាប់បន្លែត្រីសាច់អីអាហ្នឹងយើងចូលចិត្តហូបប៉ុណ្ណឹងយើងដាក់ចំនួនប៉ុណ្ណឹងទៅហើយសម្រាប់គ្រឿងវិញក៏ដូចគ្នាយើងបង់ទៅតាមបរិមាណនៃត្រីសាច់បន្លែយើងជាក់ស្ដែងហើយយកមកលាងទឹកខ្ញុំលាងទឹកនេះខ្ញុំមើលទឹកឃើញថាផ្សិតវារៀងធំវាអត់ទូចដូចជាប្រភេទផ្សិតម្ជុលផ្សិតអីវារៀងធំខ្ញុំក៏ហែកវាជា2បើសិនជារៀងតូចក៏ខ្ញុំអត់ហែកដែរអាហ្នឹងអាស្រ័យតាមចំណង់ចំណូលចិត្តដូចគ្នាលាងសម្អាតបន្លែក៏ដូចជាបង្គាយើងឲ្យបានស្អាតល្អ4-5-6ទឹកទៅដោយសារតែខ្ញុំថតរៀងកាត់ទេកុំឲ្យនៅកន្លែងលាងហ្នឹងយូរពេកបន្ទាប់មកខ្ញុំចាប់ផ្ដើមហាន់ខ្ទឹមបារាំងបញ្ឆិតដូចនៅក្នុងវីដេអូនេះអញ្ចឹងបងប្អូនតុងយ៉ាំយើងអាចស្លជាមួយនឹងសាច់បង្គាក៏បានបង្កងក៏បានសាច់ជ្រូកក៏បានក៏ដូចជាសាច់មាន់ក៏បានដូចគ្នាអាស្រ័យទៅលើបងប្អូនចូលចិត្តសាច់មួយណាបងប្អូនអាចស្លជាមួយសាច់មួយនឹងបានហើយវិធីធ្វើវិញគឺខុសគ្នាបន្តិចបន្តួចតែប៉ុណ្ណោះបន្លែហើយបង្គាយើងលាងស្អាតរួចរាល់ហើយខ្ញុំទុកវាឲ្យច្រោះទឹកហើយទឹកក៏បានពុះល្មមខ្ញុំបង់ជាមួយនឹងដុំតុងយ៉ាំនេះចំនួន2ដុំប្រសិនជាបងប្អូនស្លតិចជាងនឹងអីអាចដាក់តែមួយដុំក៏បានដែរតែបើស្លច្រើនជាងនឹងយើងអាចដាក់3ដុំ4ដុំអីទៅតាមបរិមាណទឹកយើងជាក់ស្ដែងពណ៌ឃើញថាឡើងល្អមែនទែនខ្ញុំក៏ចាប់ផ្ដើមបង់គ្រឿងនេះខ្ញុំលាយទុករួចជាស្រេចមានដូចជាអំបិលបន្តិចស្ករប៊ីចេងក៏ដូចជាទឹកត្រីទឹកអីហ្នឹងបងប្អូនហើយយើងបង់ចូលទៅភ្លក់មើលថាល្មមហើយឬនៅបើសិនជាល្មមដែលយើងចង់បានហើយគឺយើងចាប់ផ្ដើមដាក់ជាមួយនឹងបន្លែសម្រាប់ការស្លតុងយ៉ាំនេះខ្ញុំយករសជាតិបែបប្រៃជូរអត់យកផ្អែមទេដោយសារតែខ្ញុំអត់សូវជាជក់ចំណូលដែរដាក់ស្ករតែបន្តិចតែប៉ុណ្ណោះរួចខ្ញុំបំផ្សិតដូចជាខ្ទឹមបារាំងនិងបង្គាចូលដំណើរគ្នាតែម្ដងកុំឲ្យវារលួយពេកដោយសារតែពួកប្រភេទផ្សិតក៏ដូចជាបង្គានេះសុទ្ធតែឆាប់ស្អិនដូចគ្នាអញ្ចឹងខ្ញុំអត់ចង់ឲ្យវាឆ្អិនពេកក៏ខ្ញុំដាក់ចូលគ្នាតែម្ដងបងប្អូនអាចបង់ផ្សិតមកពុះហើយចាំដាក់នេះក៏បានដែរដាក់បង្គាតាមក្រោយក៏បានដូចគ្នាពេលសម្លពុះហើយខ្ញុំក៏ចាប់ផ្ដើមដាក់ទឹកដោះគោបងប្អូនអាចដាក់ទឹកដោះគោខ្ទិះក៏បានទឹកដោះគោស្រស់ក៏បានឬមួយក៏ទឹកដោះគោឆៅក៏បានដូចគ្នាទៅតាមបងប្អូនមានប្រភេទណាអាចដាក់តាមចំណង់ចំណូលចិត្តដាក់បានដូចគ្នាហើយប្រសិនជាបងប្អូនចង់បានរាងជូរអាចដាក់បន្ថែមជាមួយនឹងក្រូចឆ្មាពីលើទៀតអំបញ្ញមិញនេះគឺខ្ញុំកំពុងតែដាក់ក្រូចឆ្មាចំនួន1ផ្លែកន្លះទៀតដោយសារតែខ្ញុំចូលចិត្តរាងជូរឬមួយក៏បងប្អូនអាចលួចអំពិលទុំក៏បានដូចគ្នាពេលដាក់ក្រូចឆ្មានេះយើងអាចច្របាច់នៅពេលដែលយើងដួសដាក់ចានក៏បានឬមួយក៏យើងច្របាច់ចូលក្នុងឆ្នាំងអញ្ចឹងក៏បានដែរពេលដែលវាឆ្អិនរួចរាល់យើងបិទភ្លើងតុងយ៉ាំបង្គានេះគឺឆ្អិនរួចរាល់ហើយអរគុណបងប្អូនសម្រាប់ការតាមដានពីដើមដល់ចប់កុំភ្លេចជួយ Subscribe Channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូបន្តបន្ទាប់ទៀតហើយអរគុណច្រើនសម្រាប់បងប្អូនដែលគាត់
ជួយ like និង subscribe ហើយបើសិនជាបងប្អូនដែលគាត់មានរបៀបធ្វើខុសពីខ្ញុំអាច comment នៅខាងក្រោមបានដើម្បីចែករំលែកគ្នាទៅវិញទៅមកព្រោះខ្ញុំមិនមែនជាចុងភៅជំនាញអីទេបងប្អូនគ្រាន់តែចង់បង្ហាញពីរបៀបដែលខ្ញុំធ្វើប្រចាំថ្ងៃអរគុណច្រើន